លបងខ្ញុំសូមចូលរួមដំណើរជាមួយលបងដែរលើកនេះគ្រាន់បានគ្នាច្រើនដើម្បីជួយគ្នាលបងខ្ញុំយល់ថាការធ្វើដំណើររួមគ្នាច្រើនបែបនេះមិនសូវជាល្អប៉ុន្មានទេតែលបងយល់យ៉ាងណាដែរអូបើលបងថាគ្នាច្រើនមិនសូវល្អខ្ញុំក៏សូមទៅមុនចុះព្រោះអាចនឹងសម្បូរទឹកនិងស្មៅគូផងបាទលបងមិនអីទេអញ្ចឹងលបងទៅមុនចុះ15ថ្ងៃក្រោយទើបពួកខ្ញុំនឹងចេញដំណើរទៅដែរមិនអីទេចេញទៅពេលណាក៏បានដែរពួកយើងនឹងចាំនៅទីតាំងគោលដៅក្រោយពិភាក្សាគ្នាហើយឈ្មោះមួយនោះក៏បានចេញដំណើរទៅមុនដោយមានរទេះចំនួន500ពួកគេចេះតែបររទេះទៅមុខឥតឈប់រហូតដល់ទីស្នាក់អាស្រ័យនៅរបស់យក្សកំណាចយីពួកនេះមានគ្នាច្រើនគួរសមមកឆ្អែតល្មមអញគិតប្រែកាឡាខ្លួនជាអ្នកធ្វើដំណើរមកពីទិសបញ្ច្រាសគ្នាទៅបញ្ឆោតពួកនេះសិនវើយយក្សគិតដូច្នេះហើយក៏ប្រែកាឡាខ្លួនធ្វើជាអ្នកដំណើររួចដើរទៅរកក្រុមឈ្មួញពោលសំណេះសំណាលលេងជាមួយលបងលបងទាំងអស់គ្នាធ្វើដំណើរទៅណាមកណីគ្នាច្រើនម្លេះអូពួកយើងមកពីក្រុងពេរិនសីធ្វើដំណើរឆ្លងកាត់ទីនេះដើម្បីទៅជួញដូរនៅឯស្រុកឯណោះបើដូច្នេះពួកលបងដាក់ទឹកដាក់ស្មៅទៅនាំតែធ្ងន់ទីនៅខាងមុខឯណោះមានភ្លៀងមានទឹកនិងស្មៅសម្បូរហូរហៀណាស់ពិតមែនឬលបងបើដូច្នេះពួកយើងនឹងទម្លាក់ចោលស្មៅនិងទឹកនៅទីនេះចុះកាលបើឮដូច្នោះមេក្រុមឈ្មួញមិនបានពិចារណាឲ្យល្អិតល្អន់ក៏បញ្ជាឲ្យកូនក្រុមចាក់ទឹកចោលឲ្យអស់ដោយរំពឹងថានឹងមានទឹកភ្លៀងនៅខាងមុខឯនោះវិញណែគ្នាយើងនាំគ្នាចាក់ទឹកនិងស្មៅចោលឲ្យអស់ទៅទុកនាំតែធ្ងន់ទេខាងមុខមានភ្លៀងច្រើនមិនខ្វះទេទឹកនិងស្មៅនោះមែនហើយទុកទឹកនិងស្មៅនាំតែធ្ងន់មែនបាទលោកម្ចាស់លុះពួកគេចេះតែធ្វើដំណើរទៅមុខក៏មិនឃើញមានភ្លៀងមានទឹកអ្វីសូម្បីតែមួយដំណក់រីឯទឹកក្នុងបំពង់ក៏ចាក់ចោលអស់ធ្វើឲ្យពួកគេនឿយហត់អស់កម្លាំងជាខ្លាំងហើយទីបំផុតក៏ត្រូវយក្សចាប់ស៊ីជាអាហារអស់ទៅអ្នកគ្នាយើងត្រូវរៀបចំចេញដំណើរពេលវេលាសមគួរហើយតើយើងនឹងចេញដំណើរពេលណាលោកម្ចាស់ថ្ងៃស្អែកយើងនឹងចេញដំណើរព្រោះថា14ថ្ងៃបានកន្លងផុតទៅហើយពេលវេលាកន្លងផុតទៅបាន14ថ្ងៃក្រុមរបស់ឈ្មួញពោធិសត្វក៏បានរៀបចំក្បួនរទេះធ្វើដំណើរចេញទៅតាមក្រោយឈ្មួញពោធិសត្វបានណែនាំបរិវារទាំងអស់ឲ្យត្រួតពិនិត្យទឹកនិងស្បៀងឲ្យបានគ្រប់គ្រាន់ព្រមទាំងត្រូវចេះប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរនេះយើងនឹងជួបឧបសគ្គច្រើនដូច្នេះអ្នកទាំងអស់គ្នាត្រូវចេះប្រុងប្រយ័ត្នខ្ពស់បាទលោកម្ចាស់យើងនឹងធ្វើតាមការណែនាំរបស់លោកបាទលោកម្ចាស់គឺជាអ្នកដឹកនាំពួកយើងមានបទពិសោធន៍ច្រើនជាងពួកយើងសូមណែនាំមកចុះធម្មតាការធ្វើដំណើរផ្លូវឆ្ងាយយើងត្រូវពិនិត្យទឹកស្បៀងនិងស្មៅដើម្បីបង្ការការខ្វះខាតព្រោះអាចជួបឧបសគ្គផ្សេងៗដែលយើងមិនដឹងថ្លែងពីយក្សកាលឃើញអ្នកដំណើរឆ្លងកាត់ក៏ប្រើឧបាយកលដូចគ្រាមុនទៀតតែដោយសារពោធិសត្វមានប្រាជ្ញាចេះប្រយ័ត្ននិងត្រេះរិះបានល្អិតល្អន់មិនបានជឿសម្ដីអ្នកដំណើរនោះឡើយទើបសួរទៅបរិវាររបស់ខ្លួនអ្នកគ្នាយើងតើមានអ្នកណាស្ដាប់ឮមានសំឡេងផ្គរលាន់ឬរន្ទះបាញ់ទេនៅខាងមុខឯណោះទេលោកម្ចាស់ពួកយើងដូចជាមិនឮសំឡេងផ្គររន្ទះអីទេបើដូច្នេះអ្នកទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នកុំឲ្យកំពប់ទឹកឲ្យសោះព្រោះទឹកនិងស្បៀងគឺជាអាយុជីវិតរបស់ពួកយើងហើយដោយមិនជឿសម្ដីអ្នកដំណើរនោះពួកឈ្មួញរទេះចេះតែបន្តដំណើរទៅមុខលុះពេលរសៀលបន្តិចពួកគេក៏បានប្រទះគំនរឆ្អឹងរបស់ក្រុមឈ្មួញដែលមកមុនទើបដឹងថាអ្នកដំណើរដែលទៅប្រាប់ឲ្យចាក់ទឹកចោលគឺជាយក្សកាឡាខ្លួនអ្នកទាំងអស់គ្នាចូលប្រុងប្រយ័ត្នហើយស្រូតធ្វើដំណើរឲ្យផុតពីទីនេះលោកម្ចាស់មើលទៅពិតជាគួរឲ្យខ្លាចណាស់មិនអីទេឲ្យតែយើងមានស្មារតីខ្ពស់ប្រុងប្រយ័ត្នយក្សមិនហ៊ានធ្វើអ្វីឡើយពោធិសត្វបានបញ្ជាឲ្យបរិវារនាំគ្នារកកន្លែងសមគួរសម្រាប់និងចាត់ឲ្យបដូរវេនគ្នាយាមឲ្យបានមាំទាំដើម្បីកុំឲ្យយក្សមកយាយីបានលុះព្រឹកស្អែកពួកគេក៏បន្តដំណើរទៅមុខទៀតទីបំផុតបានទៅដល់គោលដៅដោយសុវត្ថិភាព